นี่บางปอนจองสงอตำเปียงตกหบบานยูออดบางปอนเนี่ยโดยក្នុងវីដេអូនឹងចឹងណាបងប្អូនเนี่ยគឺយើងច្រកថងចងទុកចឹងគឺហូបបានរົບខែរົບឆ្នាំបងប្អូនតើបងប្អូនចង់ចេះទេចង់ធ្វើរមិចឲ្យបានហូបបានយូរបងប្អូនបើចង់ចេះតើមើលវីដេអូទាំងអស់គ្នាកុំភ្លេចជួយ like ជួយ share វីដេអូនេះមួយបងប្អូនចាំខ្ញុំនឹងថតអំពីធ្វើពីដើមរហូតដល់ចប់ឲ្យបងប្អូនមើលពីដំបូងគឺយើងត្រូវបកតំពាំងឲ្យស្អាតសិនមកបងប្អូននេះយើងបកឲ្យស្អាតមកនេះគឺតំពាំងខ្ញុំរោមកបងប្អូនគឺតំពាំងខែប្រាំងគឺពិបាករោណាបងប្អូនពាំងខែប្រាំងគឺយើងរោមកឲ្យច្រើនទុកស្ងោដើម្បីហូបឲ្យបានយូរនេះក្រោយពេលយើងបកតំពាំងរួចយើងត្រូវលាងដុសអែលវាស្អាតឲ្យសស្គូសបាទបោះពងដុសស្អាតដុសទៅដុសមកវ៉ាប់ក្រោយពេលយើងលាងបោះលាងសម្អាតរួចហើយយើងយកមកចិតជាផែនដើម្បីបានដាក់ស្ងោចូលសលេងថាឯងខ្ញុំនិយាយអញ្ចឹងយ៉ាអាប់ត្រីឡាពេលនេះយើងដាក់ស្ងោពុះបណ្ដើហើយបងប្អូននេះពុះក្រែកទៅទៀតចាប់ដាក់ថងនៅពេលនេះយើងស្ងោរួចរាល់ហើយចាប់ផ្ដើមច្រកថងបងប្អូននេះអានេះមិនទុកឲ្យត្រជាក់ទេបងប្អូនស្ងោភ្លាមក្តៅគឺចាប់ច្រកបានយើងទឹកហូបបានយូររាប់ឆ្នាំយើងស្ងោឲ្យឆ្អិនរួចយើងយកដាក់ទាំងក្តៅយេបងប្អូននេះឃើញអត់ដាក់អញ្ចឹងមិនចាំទុកឲ្យត្រជាក់ទេទុកឲ្យត្រជាក់ខូចអស់ហូបអត់បានយូរទេគឺយើងច្រកថងទាំងក្តៅចឹងឯងអ្នកច្រកតំពាំងខែប្រាំងបងប្អូនតំពាំងខែប្រាំងគឺតំពាំងខែប្រាំងឆ្ងាញ់ជាងតំពាំងខែវស្សាហ្នឹងចឹងហើយបានយើងស្ងោច្រកទុកឲ្យបានហូបបានយូរនៅពេលនេះគឺយើងច្រករួចរាល់ហើយបងប្អូនតែប៉ុណ្ណេះយើងទុកហូបរាប់ខែណាបងប្អូននេះឃើញអត់បងប្អូនចងរួចជាស្រេចកុំភ្លេចជួយ like ជួយ share វីដេអូនេះមួយផងបងប្អូន